សួស្តីបងប្អូនអ្នកគ្នាជួបជាមួយខ្ញុំបាទទៀតហើយបាទថ្ងៃនេះខ្ញុំបាទមានគ្រឿងបន្លែបាទមានគ្រឿងផ្សំគោលមានបន្លែមកច្រែងបាទជាបន្លែធម្មជាតិបាទឆ្លៀតឱកាសនេះក៏សូមថ្លែងអំណរគុណដល់អ្នកម្ដាយជាទីស្រឡាញ់បានផ្ញើមកពីខេត្តបាទមានគ្រប់សពបាទមានល្ហុងមានខ្ទឹមបារាំងមានឆៃថាវមានការ៉ុតមានដេងមានក្រូចសើចមានស្លឹកគ្រៃបងប្អូនទាញមើលថាបន្លែគ្រឿងផ្សំគោលមកកញ្ច្រែងនេះយើងអាចធ្វើអីបានបាទចំពោះផ្នែកខាងសាច់នេះគឺមានជើងគោណាបងប្អូនជើងគោនេះខ្ញុំបានស្រោះហើយព្រោះអីខ្លាចទុកយូរធំក្លិនអញ្ចឹងណាហើយឆ្លៀតឱកាសនេះនៅតែអរគុណដល់អ្នកម្ដាយរបស់កូនបាទទោះបីកូននៅឆ្ងាយពីផ្ទះយូរឆ្នាំហើយក៏នៅតែគិតគូរផ្ញើមកជារៀងរាល់ខែអត់ឈប់ឈរបាទអញ្ចឹងអ្នកម្ដាយគាត់មានទឹកចិត្តល្អថ្លៃថ្លាមិនអាចកាត់ថ្លៃបានទេអ្នកម្ដាយរបស់ខ្ញុំក៏គាត់បានផ្ញើជាមួយនឹងកញ្ចក់ជើងគោចំនួន3ធំណាបងប្អូនហើយខ្ញុំមុនហ្នឹងបានស្រោះហើយខ្លាចធំក្លិនធ្វើអត់តន់ណាបាទអញ្ចឹងខ្ញុំនឹងឆ្នៃកញ្ចក់ជើងគោនេះទៅជាស៊ុបរបៀបខ្មែរដែលមានរសជាតិឈ្ងុយឆ្ងាញ់តាមរូបមន្តពិសេសដែលខ្ញុំធ្លាប់ធ្វើកន្លងមកគឺបែបបុរាណខ្មែរយើងបងប្អូនបាទនេះកញ្ចក់ជើងគោខ្មែររបស់យើងបាទស្រស់មែនតើបាទចំពោះគ្រឿងផ្សំគោលរបស់យើងមានដូចជាបាទរំដេងបាទស្លឹកក្រូចសើចបាទមានស្ក្រៃបាទចំពោះផ្នែកបន្លែមានដូចជាល្ហុងឆៃថាវបាទមានដំឡូងបារាំងនិងខ្ទឹមបារាំងបាទជាពិសេសគឺមិនភ្លេចទេគឺម្ទេសតែម្ដងបាទសម្លឆ្ងាញ់បើអត់មានម្ទេសគឺដូចខ្វះអីម្យ៉ាងបាទហើយក៏សូមអរគុណដល់ Yummy KH Food ដែលតែងតែឧបត្ថម្ភគ្រប់វីដេអូរបស់ខ្ញុំបាទហើយចំពោះស៊ុបគោបែបខ្មែរថ្ងៃនេះក៏ខ្ញុំបាទប្រើប្រាស់ជាមួយនឹងគ្រឿងទេស Yummy KH Food នេះផងដែរអូខេឥឡូវនេះយើងចាប់ផ្ដើមធ្វើស៊ុបទាំងអស់គ្នាតោះបាទកញ្ចក់ជើងគោរបស់យើងធ្វើការយកមកកាប់ឲ្យវាម្ដុំតូចល្មមណាបងប្អូនគោខ្មែរវារៀងស្វិតបន្តិចប៉ុន្តែរសជាតិឆ្ងាញ់បាទសម្រាប់កញ្ចក់ជើងគោឥឡូវយើងបានកាប់រួចហើយបងប្អូនណារៀងស្វិតបន្តិចដោយសារតែប្រភេទគោនេះគោខ្មែរគោស្រែយើងណាបាទចំពោះបន្លែគឺខ្ញុំបានលាងសម្អាតរួចរាល់ហើយចិត្តវាស្អាតអញ្ចឹងមកបងប្អូនណាអូខេចំពោះការ៉ុតក៏ដូចគ្នាដែរណាយើងចិត្តសបកចេញដូចគ្នាអូខេដំឡូងបារាំងបាទអញ្ចឹងយើងចិត្តសបកចេញដូចគ្នាណាអូខេខ្ទឹមបារាំងយើងកាត់ក្បាលដែលនេះវាចេញមកកាត់ក្បាលកាត់កតុយវាចេញមកគេទៅដាក់ចានមកអូខេការ៉ុតរបស់យើងគឺយើងកាត់វាកង់មកបងប្អូនណាកាត់ស្មានហ្មងមកតូចល្មមទៅបានដោយសារតែការ៉ុតពេលយើងយកទៅស្ងោរចំហុយទៅវាអលួយអញ្ចឹងយើងហាន់វារៀងធំបន្តិចក៏បានដែរឆៃថាវក៏ដូចគ្នាណាឆៃថាវយើងដាក់វាជា3កង់ដែរមកបាទដំឡូងបារាំងក៏ដូចគ្នាដែរយើងកាត់វាជាកង់មកដុំអូខេចំពោះបន្លែ3មុខរបស់យើងបានចិត្តរួចហើយណាមានការ៉ុតមានឆៃថាវមានដំឡូងបារាំងបាទនេះខ្ទឹមបារាំងបាទគឺយើងចាប់ផ្ដើមហាន់វាដូចគ្នាណាបកអាលើចេញណាបងប្អូនណាវារៀងចាស់អញ្ចឹងណាបកវាចេញទៅបន្ទាប់មកយើងដំវាបាទនេះគឺរំដេងបាទអញ្ចឹងយើងកាត់វាកង់មកស្រួលដំណាគ្រឿងផ្សំរបស់យើងដែលយកទៅលីងគឺមានដេងមានគល់លក្ខីបាទមានម្ទេសហើយនិងខ្ទឹមបារាំងសម្រាប់បងប្អូនខ្លះគាត់យកទៅដុតតែខ្ញុំអត់មានអីដុតខ្ញុំយកទៅលីងវិញណាបាទនេះគឺជាគ្រឿងផ្សំរបស់យើងសម្រាប់យកទៅដុតឬក៏យកទៅលីងសម្រាប់ខ្ញុំយកទៅលីងណាបាទមានខ្ទឹមបារាំងមានគល់លក្ខីមានម្ទេសបាទមានដេងបាទហេតុផលដែលយើងលីងគឺវាធ្វើឲ្យទឹកស៊ុបរបស់យើងថ្លាហើយឈ្ងុយជាងទឹកស៊ុបធម្មតាដែលអត់បានលីងឬក៏ដុតណាបងប្អូន
ជាទូទៅស៊ុបរបស់យើងឃើញថាគ្រឿងផ្សំគឺសុទ្ធតែជាឱសថតែម្ដងណាបងប្អូនបាទរូបមន្តនេះគឺរូបមន្តបែបខ្មែរយ៉ាងតែម្ដងណាខ្មែរចំតែម្ដងណាបងប្អូនឈ្ងុយមែនតើឈ្ងុយពេញភូមិអញ្ចឹងប្រេងក្តៅទៅយើងចាក់ខ្ទឹមចូលបាទអូខេយើងចាក់គ្រឿងរបស់យើងមកចូលមកគ្រឿងដែលយើងលីងហ្នឹងបងប្អូនណាដាក់ចូលមកហើយយើងលីងបន្តទៀតអូខេចូលដល់វគ្គពិសេសរបស់យើងណាបងប្អូនអញ្ចឹងយើងប្រើ Yummy KH Food យើងមិនបាច់ចាំប្រើអំបិលស្ករប៊ីចេងទឹកត្រីហើយយើងគឺប្រើតែមួយដបនេះគឺជំនួសគ្រប់មុខតែម្ដងណាបងប្អូនគឺងាយមកល្មមយើងស្មានមើលមកល្មមមកបងប្អូនបាទបន្ទាប់មកទៀតគឺយើងចាក់សាច់ដែលយើងកាត់ហើយហ្នឹងណាបងប្អូននេះចកជើងគោអូខេយើងដាក់ចូលមកហើយយើងបាទបន្ទាប់មកយើងចាក់បន្លែចូលបាទអ្វីដែលជាអាកំបាំងដែលធ្វើឲ្យស៊ុបរបស់យើងមានរសជាតិឈ្ងុយឆ្ងាញ់នោះគឺមួយទៀតគឺខ្ញុំប្រើប្រាស់ទឹកដូងណាខ្ញុំប្រើប្រាស់ទឹកដូងជំនួសទឹកណាបងប្អូនឥឡូវស៊ុបរបស់យើងគឺយើងបានថែមគ្រឿងរួចរាល់អស់ហើយអញ្ចឹងយើងរងចាំការរំងាស់បាទរំងាស់2ទៅ3ម៉ោងឲ្យវាផុយតាមជាក់ស្ដែងឥឡូវស៊ុបរបស់យើងធ្វើការរំងាស់អស់ចូល2ម៉ោងជាងហើយចិត្ត3ម៉ោងហើយបាទពុះខុចតែម្ដងហើយយើងធ្វើការដាក់ស្លឹកក្រូចសើចចូលជាការស្រេចណាអូខេឥឡូវស៊ុបរបស់យើងគឺរួចរាល់ហើយណាឈ្ងុយមែនតើបងប្អូនតោះឥឡូវយើងភ្លក់ទាំងអស់គ្នាតោះរសជាតិ best good yummy